ហាងគ្រឿងសមុទ្រមកកន្លែងនេះហាមានភ្ញៀវគាត់ខ្លះហូបសឹងតែរាល់ថ្ងៃទាំងអស់គ្នាហើយហ៊ាននិយាយដល់ថាបើសិនជាហាងគាត់មិនស្រស់មិនឆ្ងាញ់មិនមែនហៅហាងកក់យន្តសាលមុននឹងទៀតតិចថាពាក្យហ្នឹងខ្ញុំអ្នកពលឺខ្ញុំអ្នកបដិទ្ធឬក៏ម្ចាស់ហាងឲ្យនិយាយអត់ទេទាំងអស់គ្នាពាក្យនេះគឺភ្ញៀវរបស់គាត់ហើយជាមួយរបស់គាត់ហ្នឹងគឺជាអ្នកប្រាប់តែម្ដងហើយហាងនេះមានឈ្មោះថាហាងគ្រឿងសមុទ្រកក់យ៉ងសាល់មុនហើយទីតាំងរបស់គាត់មានដល់ទៅ2កន្លែងសាខាទី1នៅបរិយាឈូកវ៉ា2ហើយនិងសាខាទី2នៅក្រាំងធ្នងបើថាអ្នកធ្លាប់ហូបហើយគឺសឹងតែ100នាក់គឺ100ទាំង100គឺគាត់និយាយថាគ្រឿងសមុទ្រកន្លែងហ្នឹងគឺស្រស់ហើយឆ្ងាញ់ទៀតរសជាតិរបស់គាត់ហើយអ្វីដែលខ្ញុំទៅសារឬក៏និយាយនៅក្នុងវីដេអូនេះគឺខ្ញុំអត់មានបានពលឹះឬក៏បដិទ្ធទេទាំងអស់គ្នាព្រោះដោយសារសម្ដីទាំងអស់ហ្នឹងគឺចេញពីភ្ញៀវរបស់គាត់តែម្ដងព្រោះដោយសារតែហាងគាត់គឺជាប់ឈ្មោះថាគឺជាហាងគ្រឿងសមុទ្រដែលលក់គ្រឿងសមុទ្រស្រស់ខ្លាំងហ្មងហើយជាពិសេសតម្លៃរបស់គាត់សមរម្យទៀតដែលបានជាភ្ញៀវដែលគាត់ធ្លាប់ហូបម្ដងហើយណាជាភ្ញៀវដែលទៅម្ដងហើយគឺជាប់ជាមួយកន្លែងហ្នឹងតែម្ដងហើយសាខារបស់គាត់ហ្នឹងគឺមាន2កន្លែងដែលខ្ញុំបានបញ្ជាក់នៅខាងដើមវីដេអូហ្នឹងគឺនៅសាខាទី1បរិយាឈូកវ៉ា2សាខាទី2គឺនៅក្រាំងធ្នងអញ្ចឹងវារៀងឆ្ងាយសម្រាប់អ្នកនៅភ្នំពេញបន្តិចអញ្ចឹងបើចង់សាករសជាតិអីគឺអាចទៅដល់ទីតាំងរបស់គាត់ទាំង2សាខាហ្នឹងបានហើយមិនមែនថាហេនិយាយហួសហេតុអ្នកនិយាយមហូបនឹងនិយាយឲ្យតែថាឆ្ងាញ់គ្រប់តែកន្លែងល្អគ្រប់តែកន្លែងអត់ទេទាំងអស់គ្នាគឺអ្វីដែលខ្ញុំនិយាយទាំងអស់នេះក្នុងវីដេអូនេះគឺសិតតែអ្នកដែលគាត់បានធ្លាប់ទៅហូបហើយគឺគាត់បានប្រាប់តែម្ដងដូច្នេះសម្រាប់អ្នកដែលចង់ទៅសាកនៅហាងនេះលេខទូរស័ព្ទហើយជាមួយនឹងទីតាំងអីបន្ថែមផ្សេងទៀតពួកខ្ញុំនឹងដាក់នៅក្នុង comment អរគុណច្រើន